ក្រុមហ៊ុនឯកជនមួយស្នើសុំគម្រោងវិនិយោគលើវិស័យទេសចរក្នុងក្រុងបាវត្តខេត្តស្វាយរៀងនាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025ឯកឧត្តមពេញពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យទីតាំងក្រុមហ៊ុនឯកជនស្នើសុំគម្រោងវិនិយោគវិស័យទេសចរស្ថិតនៅភូមិបាវត្តកណ្ដាលសង្កាត់បាវត្តក្រុងបាវត្តការអញ្ជើញអមដំណើរឯកឧត្តមរួមមានលោកលឹមស៊ីងហេងអភិបាលក្រុងបាវត្តលោកប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រីនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិបាវត្តលោកប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តលោកអភិបាលរងក្រុងលោកប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលក្រុងនិងលោកចៅសង្កាត់បាវត្តផងដែរនេះបើយោងទៅតាមបណ្ដាញទំនាក់ទំនងសង្គមរដ្ឋបាលក្រុងបាវត្តឲ្យដឹង